ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំរកាសម្រាប់លោកអ្នកដែលកើតឆ្នាំរកានៅក្នុងខែឧសភានេះផ្ទាល់ចាលោកអ្នកអាចមានអារម្មណ៍ថាលោកអ្នកហត់នឿយលោកអ្នកត្រូវគេហៅថារត់រជំនួយអាចនឹងត្រូវពឹងពាក់អ្នកនេះអ្នកនោះអញ្ចឹងទៅចាហើយអាចថាលោកអ្នកចេះតែត្រូវដោះស្រាយបញ្ហាចូលមកមិនចេះចប់អញ្ចឹងណាអញ្ចឹងនៅក្នុងខែឧសភានេះអាចយើងតានតឹងតិចសម្រាប់អ្នកកើតឆ្នាំរកាហើយរឿងលុយកាក់ធ្វើឲ្យលោកអ្នកថាពេលខ្លះរៀងអស់សង្ឃឹមហើយអាចថាយើងខំរំពឹងខំរងចាំថាលុយនឹងយើងត្រូវបានប៉ុន្តែដល់ពេលវេលាវាទៅជាអត់បានវិញអញ្ចឹងណាចាអញ្ចឹងរឿងលុយកាក់អាចមិនសូវជាល្អទេនៅក្នុងខែនេះសុខភាពក៏មិនសូវអំណោយផលអាចឈឺតាមតសៃតសូនឆ្អឹងឆ្អែងហ្នឹងវាអាចមានដែរណាចាលោកអ្នកអាចចុករយតាមរាងកាយនេះក៏អាចមានដែរចាពាក់ព័ន្ធជាមួយនឹងរឿងការងារសម្រាប់ការងាររបស់លោកអ្នកដែលកើតឆ្នាំរកានៅក្នុងខែនេះត្រូវប្រយ័ត្ននៅកន្លែងការងារអាចមានកំហុសដោយអចេតនាមួយទៀតអាចនឹងត្រូវមានថ្នាក់លើឬក៏ច្បាយនេះរបស់យើងអាចនឹងមានការអន់ចិត្តអីមួយជាមួយលោកអ្នកណាអញ្ចឹងត្រូវប្រយ័ត្នមែនតើចាហើយសម្រាប់ការរកស៊ីក៏ស្មុគស្មាញដែរនៅក្នុងខែនេះអាចរកមិនសូវបានលក់មិនសូវដាច់ហើយភ្ញៀវមិនសូវល្អចូលមកកោយើងទៀតអញ្ចឹងណាចាហើយសម្រាប់ពាក់ព័ន្ធនឹងរឿងស្នេហាឬក៏ជីវិតគូសម្រាប់លោកអ្នកដែលមានដៃគូសម្រាប់អ្នកកើតឆ្នាំរកានៅក្នុងខែនេះឃើញថាបញ្ហាផ្សេងៗច្រើនប៉ុន្តែសម្រាប់ជីវិតគូរបស់លោកអ្នកអត់អីទេឃើញថាយើងអាចយកយកចេះអធិស្ឋានឬក៏អាចថាលោកអ្នកមានបញ្ហាអីមួយឲ្យពឹងពាក់ដៃគូរបស់យើងនឹងក៏គាត់អាចជួយបានដែរជាពិសេសអាចរឿងលុយកាក់នឹងផ្ទាល់តែម្ដងចាហើយសម្រាប់លោកអ្នកដែលនៅទនេលោកអ្នកដែលមិនទាន់មានអ្នកណាឃើញថាលោកអ្នកអាចមិនទាន់ហ៊ានបើកចិត្តទទួលអ្នកណាទេនៅពេលនេះដោយសារឃើញត្រូវដោះស្រាយបញ្ហាផ្ទាល់ខ្លួនច្រើនអញ្ចឹងធ្វើឲ្យលោកអ្នកអាចមិនមានពេលវេលាបើកចិត្តរឿងស្នេហាទេណាចាហើយក៏មិនទាន់មានមនុស្សល្អចូលមកដែរនៅពេលនេះចាហើយរឿងដែលគួរប្រុងប្រយ័ត្នបំផុតនៅក្នុងខែនេះអ្នកកើតឆ្នាំរកាលោកអ្នកត្រូវប្រយ័ត្នអាចមានបញ្ហាជាមួយមនុស្សផ្ទុយភេទណាចាហើយអាចកើតចេញពីការដែលយើងយល់ច្រឡំអីមួយចឹងទៅក៏កើតជារឿងអន់ចិត្តមិនពេញចិត្តចំពោះគ្នាក៏កើតជាចំនួនដែរចឹងត្រូវប្រយ័ត្នណាចាហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកអាសាធ្វើបុណ្យជាមួយការបរិច្ចាគជារបស់ចាស់ចាស់ដែលយើងឈប់ប្រើអញ្ចឹងឲ្យតែគេអ្នកខ្វះខាតទៅដើម្បីលើករាសីណាពណ៌លើករាសីសម្រាប់លោកអ្នកគឺមានពណ៌ផ្កាឈូកហើយនឹងពណ៌ខៀវចាលេខសំណាងរបស់លោកអ្នកគឺមានលេខ41ណា